មានថាឲ្យតែ10នាទីហើយចេញបិទបដ ாய் ចេញបាទខ្ញុំបាទសានប៊ុនធឿនបាទថ្ងៃនេះសូមណែនាំបាទអំពីកូនសិស្សរបស់លោកខុងខុយបាទបើនិយាយពីខុងខុយគឺជាតារាចម្រៀងរបស់ខ្មែរសុរិនបើនិយាយពីខ្មែរសុរិនសិតតែបងប្អូនខ្មែរយើងទាំងអស់គ្រាន់តែមានខ្មែរសុរិនខ្មែរភ្នំពេញខ្មែរកម្ពុជាក្រោមក៏តែខ្មែរសុរិនភាគច្រើនគាត់នៅតែរក្សាអត្តសញ្ញាណជាតិគឺចំនួនចាស់គឺថាបត់កន្ទ្រឹមមានតែខ្មែរសុរិនគឺខ្មែរយើងតែមួយខ្មែរតែមួយអត់មានខ្មែរលេខទេបាទគឺខ្មែរតែមួយហើយបើយើងនិយាយអំពីខុងខុយបាទខុងខុយគឺជាតារាចម្រៀងម្ចាស់បត់ពាក់អាវបណ្ដាលឃើញដោះឪពុកម្ដាយរបស់គាត់មានដើមកំណើតនៅឯខេត្តកំពង់ឆ្នាំងឥឡូវមានប្អូនប្រុសម្នាក់នៅឯតំបន់ជីដែនខ្មែរថៃគឺនៅឯស្រុកថ្មពួកពេញចិត្តនឹងសម្លេងរបស់លោកខុងខុយលើកដៃសំភាសលោកខុងខុយហើយសុំហាត់ច្រៀងរៀនសំលេងរបស់លោកខុងខុយរៀនតាមដើម្បីកុំឲ្យខាតពេលយូរខ្ញុំបាទសាមន្ទិនសូមសម្ភាសចេញពីទឹកដីខេត្តសៀមរាបគឺនៅក្នុងមុខកសិនអង្គរតូចតែម្ដងជម្រាបសួរបងប្រុសបាទសូមជម្រាបសួរបាទសូមបងប្អូនមានប្រសាសន៍ឲ្យលឺបន្តិចបាទអរគុណបាទសូមជូនកាក់បងប្អូនបាទនៅក្នុង Facebook បាទដែលបានគ្រប់គ្រងបងប្រុសក៏ដូចជារូបខ្ញុំបាទតែខ្ញុំទៅថ្មីថ្មងទេបាទព្រោះខ្ញុំទៅមកពីស្រុកថៃបាទស្រុកខ្មែរសរិនបាទបណ្ដានៅទឹកដីថៃបាទខ្ញុំបានទៅរៀននៅនោះបាន7 8ខែដែរបងបាទអញ្ចឹងបងសួរថាប្អូនឈ្មោះអ្វីខ្ញុំឈ្មោះកំពតបងកំពយកាលពីទូចគឺមានសក់កំពតបងពីទូចកាលពីអង្គរមានដែរកូនក្មេងអញ្ចឹងមានតតំណែងមួយខ្ញុំកំពតកាលមុនមានសក់កំពតតែឥឡូវកហើយបងកចេញបាទប្អូនមានអាយុប៉ុន្មានឆ្នាំហើយខ្ញុំមានអាយុ23ឆ្នាំមានស្រុកកំណើតនៅទីណានៅស្រុកថ្មពួកខេត្តទីមានជ័យភូមិអីឃុំអីភូមិគំរូឃុំគំរូស្រុកថ្មពួកហេតុអ្វីបានជាប្អូនមានទឹកចិត្តស្រឡាញ់នៅបទចម្រៀងរបស់គេហៅថាលក្ខណៈកន្ទ្រឹមបាទរបស់លោកខុងខុយគឺខ្ញុំស្គាល់គាត់តាមរយៈបទមានអាវមួយពាក់មិនដែលឃើញដោះមួយប៉ុណ្ណោះធ្វើយ៉ាងណាសេរីណាអូខេសូមអញ្ជើញនិយាយឡើងទៀតបាទអរគុណបងសំណួរនេះខ្ញុំពេញចិត្តនឹងបកស្រាយព្រោះថាខ្ញុំគិតថាស្រុកខ្មែរយើងសប្ងៃគឺអត់មានបាទកង្វះខាតនៅពាក្យអ្នកដើនណាបងថាអ្នកចម្រៀងដើនគឺអត់សូវមានតែដល់ខ្ញុំមានទឹកចិត្តស្រឡាញ់ទី1ស្រឡាញ់ទី2វាដងតាំងពីទូចផងចុះខ្ញុំគិតថាក្រេបយកឲ្យបានបាទទោះបីសប្ងៃនេះខ្ញុំបានត្រឹមតែ 40% ឬក៏ 50% ក៏ដោយប៉ុន្តែជាលទ្ធផលសម្រាប់ខ្លួននោះបាទតែខ្ញុំអាចទៅមុខទៀតខ្ញុំចង់ខ្លាំងដូចជាតែក្តីសម័យរបស់បងយើងពីក្តីសម័យសិនតើក្តីសម័យរបស់បងអ្វីបានចង់រៀនបទខ្មែរសុរិនទី1ខ្ញុំមានដងពីទូចហើយទី2គឺខ្ញុំស្រឡាញ់ខុងខុយគឺលោកគ្រូខុងខុយគាត់បានចង់មកលេងស្រុកខ្ញុំកាលមុនក៏ខ្ញុំមើលទៅខ្ញុំនឹកសម័យថាបើសិនតែខ្ញុំបានដូចគាត់ដេញជាខ្ញុំយ៉ាងណាអញ្ចឹងណាបងខ្ញុំបានដូចគាត់ជាកូនសិស្សរបស់គាត់ក៏មិនដេញយ៉ាងណាប៉ុន្តែឥឡូវខ្ញុំបានមែនបានធ្វើជាកូនសិស្សរបស់គាត់តែនៅឡើយតែអនាគតមិនទាន់ដូចគាត់បងសង្ស័យតែប្រហែលជា7 8ឆ្នាំមុនបងធ្លាប់យកខុងខុយមកលេងបងពួកនោះហើយបងនោះប្រហែលជប់នៅពេលហ្នឹងឯងរៀង concert មនុស្សច្រើនមានខុងខុយណាំវ៉ាន់មឿនសុរិនបាទមួយទៀតអឿនស៊ីមុំក៏យកបទគជាងដែរដូចជាបទប៊ូសងគុណម្ដាយបទហ្នឹងប៉ុន្តែបងអូចឹងតាំងពីទៅមកពួតទេបាទមកពួតអញ្ចឹងមានបានជួបលោកខុងខុយនៅពេលណាជួបកាលគាត់មកលេងនៅបាត់ដំបងខ្ញុំទៅចូលរួមនៅ concert ជាមួយគាត់ក៏ខ្ញុំមិនដេញថាមិនដេញតែគាត់លឺតែគាត់ក៏ទូជុំមិត្តភក្តិទេក៏ឃើញគាត់ក៏លឺដៃសំភាសគាត់ណាបងដៃសំភាសគាត់សុំគាត់ថាឥឡូវសាកមើលមួយបទទៅឥឡូវខ្ញុំសាកមើលបទកំផែលផែលលើកំផែលផែលលើនេះមិនដែលឃើញថ្ងៃណាកំផែលផែលលើនេះមិនដែលថ្ងៃមិនដែលត្រូវថ្ងៃអូខេនោះក៏គាត់ថាមិនកិនល្អទេសម្លេងយើងមិនកិនរដើនច្បាស់យើងនៅភ្នំពេញយើងនៅតែសម្លេងដូចអ្នកភ្នំពេញណាបងប៉ុន្តែក៏ខ្ញុំលើកដៃសំភាសថាបងបងអយធ្វើអុយក៏ធ្វើដែរអយតែបានទៅធ្វើគុណសិស្សរបស់បងគាត់ក៏អយបងអយមានប៉ាសពឺមានអីអត់ចឹងក្នុងនោះខលខែ5ណាបងគាត់លេខ្ញុំសុំគាត់ខែ5ដល់ខែ8ខ្ញុំបានទូបងបានទូក៏ក្នុងឆ្នាំណាខែ5ហ្នឹងក្នុងឆ្នាំ2015 2015ធ្វើថ្មីទេក្នុងខែ8បាទគាត់ឲ្យទៅក៏ខ្ញុំក៏ទៅដល់នោះក៏គាត់មានធុងប៉ះមានអីចឹងណាខ្ញុំជួយលើកដើរតាមគាត់តែការហាត់នេះគឺមិនសូវបានហាត់ទេគឺបានវឹកដើរតាមគាត់
កាមេរ៉ាសុំមេតាបងមកវល់គាត់ចាប់គាត់ឲ្យបានច្រើនបងឯងមកវល់ពេលខ្លះចាប់ពីឈៀងបិឈិតនេះគាត់មកព្រោះយើងតោះសុំជើញតទៀតបាទក៏ខ្ញុំដើរតាមគាត់ណាបងគាត់បានទៅឃើញស្រកគេមិនចឹងណាបងវារបបរបស់គេហើយណាមួយក៏ខ្ញុំស្រឡាញ់គឺខ្ញុំពេញចិត្តខ្ញុំខំទៅបីតាខ្ញុំហត់មិនទៅខ្ញុំនោះតាខំប្រឹងដើម្បីតាមចឹងបងអូប៉ុន្តែយើងទៅដល់សុកសរិនដំបងយ៉ាងម៉េចដែរហើយជួបជាមួយនឹងក្រុមគ្រួសារលោកខុងខុយប៉ុន្តែបងនៅតែប្រពន្ធខុងខុយបកកែកុំព្យូទ័របកកែឯណាអ៊ីឌីតតាមអីបាទអត់ទេចង់ផៅគឺមីចង់ផៅបាទមីចង់ផៅតែហ្នឹងបងធ្លាប់ហើយគាត់មានទឹកចិត្តល្អទៅគាត់ស្រឡាញ់ដូចជាប្អូនបាទស្រឡាញ់ដូចជាប្អូនក៏ឲ្យខ្ញុំដើរតាមគាត់រហូតដល់ស្រកលាវអីទៀតបងដើរលេងបាទដើរលេងខ្ញុំមានសកម្មភាពទៅខ្ញុំបាទហើយឥឡូវយើងអាចគាត់និយាយថាម៉េចធ្វើជាតារាចម្រៀងសុរិនបានគាត់តែនិយាយថាអត់កុំឲ្យភ្លេចគាត់មិនដែរនិយាយថាខ្មែរយើងនេះគឺខ្មែរតែមួយទេគាត់មានប្រសាសន៍ប្រាប់ខ្ញុំចង់ឲ្យភ្លេចថាកុំអោយខ្មែរយើងភ្លេចនៅពាក្យខ្មែរពាក្យខ្មែរយើងមានច្រើនលោកខុងខុយណាបាទលោកគ្រូខុងខុយហ្នឹងគាត់តាមមកខ្ញុំថាដូចជាពាក្យជូងកាក់បាទជូងកាក់បងប្អូនគឺជាពាក្យខ្មែរយើងទេបាទគឺខ្មែរយើងចាស់ពីដើមដូចជំនាន់បងឯងមកដែរឃើញចាស់ទូវត្តថាណាអូនជូងកាក់លោកតាបាទនេះគឺជាពាក្យកំពេះកណូបាទស្រែដប់ពាក្យដប់នេះគឺបងប្អូនបាទខ្មែរខ្លះគឺអត់ស្គាល់ជួនកាលស្គាល់គាត់បំភ្លេចអស់បាទប៉ុន្តែបងធ្លាប់ទៅនៅជីដែនខ្មែរថៃគេហៅពួកតងៃនៅបុកគេនិយាយថាលក្ខខណ្ឌភាសាគេនិយាយថាយ៉ាថ្ងៃនេះអុបសុកយ៉ាងគិតសុំបិតាទៅលេងដប់មួយថ្ងៃផងនោះនោះឯងណែថាពាក្យចាស់បុរាណពាក្យចាស់បុរាណដប់នេះគឺអ្នកបំពេញយើងអ្នកខាងយើងភាពច្រើនប្រើពាក្យថាព្រៃប៉ុន្តែបងចង់សួរម្ដងទៀតថាពេលអូនឯងទៅសុរិនទាំងអស់ដូចជាតារាចម្រៀងខុងខុយខុងខៃជិះមានបានជួបតារាចម្រៀងមួយទឺគាត់ស្លាប់ហើយកូនសិស្សរបស់គាត់ដែរបងធ្លាប់3គាត់ដែរគាត់ជាមួយគ្រៀងគាត់ស្លាប់លងទឹកបងស្គន់ឥឡូវចេះឥឡូវបងអូនអាចច្រៀងអីបានទេពេលដែលបងអូនទៅរៀនពីលោកខុងខុយនៅសុរិនរៀនបានខែ6 7 ខែឥឡូវទៅមកថ្ងៃណាមកបាន3 ខែហើយមានបានឡើងប៉ុស្តិ៍ទូរទស្សន៍ខ្មែរទេអត់ទេបងព្រោះខ្ញុំគិតថាខ្ញុំសមត្ថភាពខ្ញុំវាមិនទាន់ដល់ទេព្រោះខ្ញុំគិតចំណាប់ខ្លួនខ្ញុំពេលណាដែលខ្ញុំបានគឺខ្ញុំដើរដោយខ្លួនឯងអរគុណច្រើនប៉ុន្តែអ្នករៀបចំទូរទស្សន៍យើងមួយចំនួនគួរតែមើលផងកុំឲ្យបាក់ពួកខ្សែនិយមពេកមើលអ្នកណាចេះលើកតម្លៃនេះសិល្បករខ្មែរយើងកុំឲ្យលើកតាគ្នាឯងបាក់ពួកនិយមសង្គមពុកឲ្យលួយខ្ញុំស្អប់អញ្ចឹងយើងមើលផងឥឡូវបងអូនអាចសាកច្រៀងអីបានទេបាទបងបាទសំទូនៅបងអត់មានភ្លេងបាទច្រៀងគូតែម្ដងអាចច្រៀងបាត់អីបានទេមានសង្ស័យនៅក្នុងខុងខុយតើបងអាចស្ដាប់បងចង់ស្ដាប់អនឯងច្រៀងខុងខុយចុះខុងខុយបាទឥឡូវបត់អាចធ្វើកាយវិការបងឥឡូវបងចាប់ដើមទៅកាន់កាមេរ៉ាថតវិញបាទអូនឯងចាប់ដើមច្រៀងបត់អីបាទសូមជើញបាទបងកាន់កាមេរ៉ាម្ដងបាទសូមជើញតោះអូនឯងអាចធ្វើកាយវិការបាទអរគុណបងណែបត់ខុងខុយគឺស្រកយើងល្បីបត់ពាក្យអាវមិនដែលឃើញដោះបាទសូមជើញអញ្ចឹងតោះធ្វើកាយវិការចុះបងនឹងខ្ញុំថតបាទអរគុណមករីករាយបាទជាមួយនឹងខ្ញុំបត់ពាក្យអាវមិនដែលឃើញដោះបាទតោះមានអាវមួយពាក្យមិនដែលឃើញដោះមានមួយប៉ុណ្ណោះធ្វើយ៉ាងណាស្រីណាឃើញសពដងមិនថាថ្ងៃណាឃើញបនត្រាពាក្យមិនដែលឃើញដោះបងសង្ស័យអាមោច្រើនថ្ងៃហើយមិនដែលដោះលើយពាក្យបានយ៉ាងណាបងចង់ដេញតនិញស្រីងាឃើញកលណាពាក្យមិនដែលឃើញដោះពាក្យអោមិនដែលឃើញដោះពាក្យអោមិនដែលឃើញដោះកើតអុយឬវាយ៉ាងណាល្មិចស្រីងាពាក្យមិនដែលឃើញដោះល្មិចស្រីងាពាក្យមិនដែលឃើញដោះអោយឺតសល្អត្រូវចិត្តស្រីថាមើកាដីមិនដែលដោះណាក់ម្នងប្រមាណថ្ងៃហើយក្រមុំខនបងដល់ណាដោះណាក់ម្នងគឺព្រោះតាបងចង់ឃើញពាក្យអោមិនដែលឃើញដោះពាក្យអោមិនដែលឃើញដោះកើតអុយឬវាយ៉ាងណាល្មិចស្រីងាពាក្យមិនដែលឃើញដោះល្មិចស្រីងាពាក្យមិនដែលឃើញដោះបាទរស់មែនទែនបាទសង្ឃឹមថាទូរទស្សន៍ទាំងអស់នៅក្នុងស្រុកបាទមេត្តាពិចារណាមើលបងអូនបងឡើងប៉ុស្តិ៍ឡើងអីផងបាទទោះបីជាបងអូនទទួលស្គាល់សមត្ថភាពខ្លួនឯងប៉ុន្តែយើងត្រូវតែលើកតម្លៃពីព្រោះថាគុណតម្លៃនៃសិល្បករខ្មែរយើងគ្នាខំទៅរៀន
มันแต่ก็เอาเนี่ยมวยจำนวนนึงก็แต่ปะปูในโยมนึงเลิกแต่เฮาได้เชียงได้ตึกคว้าเนี่ยดักน้องไปคละริกลมองสามถึงบ้าพอนาเชียงบอดไอ้น้ำมาบอดเทียบ้านเหรอบาททรงแซงบ่บ้าสมเชยคงค่อยนี่ทรงแซงบ้าสมเชยบอดยัยจังบานเจ้าบ้าสมเชยฮะฮะถ้าเมียนยัยจ้ามวยรู้เรียงกัดขมเอาเมียนยัยจ้ามวยรู้เรียงกัดขมเอากัดปูลถ้าจังบานเจ้าก็ต้องกระเดินอันใหญ่โกนปลอกอ้อยอยู่ประปนแน่โกนกระมมอ้อยอยู่ประใดโกนปลอกอ้อยอยู่ประปนน่ะโกนกระมมอ้อยอยู่ประใดขลุ่นแม่จ้าน้องเกิดใหญ่นังจังบานในเจ้าปัวเดฮะฮะกัดบันซับบันกรุบถ้าคุณลูกตาอ้อยโมจุยบันซับบันกรุบถ้าคุณลูกตาอ้อยโมจุยบ่เจบานเจ้าปัวระมวยนังจุยโกนจุบานใบตูดัลเจ้าเจเฮาใหญ่นังอ้อยกระใบหรืออ้อยกูดัลเจ้าเจเฮาใหญ่อ้อยกระใบหรืออ้อยกูนังอ้อยไม่กระเมตุกปะจูนี่ให้เกนาบะคันใหญ่คนฉะนั้นมาจงคอยมีเปียกไปอยู่ไว้ในยีเดียวกันในบองโปในกอมโตรสำคัญคือพระองค์ในมันเอามาสมจริงขอบคุณสำหรับบองสันบุญเทือนได้บานเราละกาเฮยมเฮยมก็สมจุงกะดอลบองโปนกระดองเฟซบุ๊กบาจุยกอมโตรบัดวิบุธาน้องมันเป็นจิตแม่สัญญาจิตแม่ปันแต่ยมสลังคางเนาะยมตัวเรียนบัดเราเจ้ากับบองโปนจุยกอมโตร